ជារបៀបនៅក្នុងការធ្វើ pivot chart នៅក្នុង Microsoft Word Excel ចូលទៅ file របស់លោកគ្រូដែលមាន pivot chart ជាបន្ទាប់យើងចូលទៅកាន់ list This is pivot chart ហើយដាច់ខាតកុំភ្លេចនៅក្នុងការ save as ជារបស់ខ្លួនយើងដាក់នៅក្នុង desktop ហើយដាក់អត្ថលេខហើយឈ្មោះរបស់យើងផងពីបន្ទាប់យើងសម្រេចទៅលើពាក្យជំងឺរួចហើយយើងចូលទៅកាន់ insert pivot table from table rank ហើយយើងអូខេជាបន្ទាប់យើង select ពាក្យជំងឺចូលទៅកាន់ row អាយុនៃឆ្នាំចូលទៅកាន់ word page ចូលទៅកាន់ column ជាបន្ទាប់យើងខ្វែងវាចេញសិនទៅហើយយើងចូលទៅកាន់ insert ម្ដងទៀតរួចហើយយើងចូលទៅកាន់ slicer រួចហើយយើង select លើពាក្យជំងឺអាយុនៃឆ្នាំ page ហើយអូខេហើយយើងរៀបវាមានស្ពាន់តិចទៅហើយយើងស្ដេចលើតែជំងឺតែមួយបានហើយដើម្បី space យើងមើលទៅវាស្រួលមើលជាបន្ទាប់យើងចូលទៅកាន់ដាក់ graph យើងចូលទៅកាន់ insert យើងចូលទៅកាន់រូប graph នេះមកយើងយកមួយណាក៏បានដែរតាមបេះដូងដែលយើងចង់បានpivot chart របស់យើងត្រូវបានបញ្ចប់ហើយយើងក៏អាចដូរ style mode តាមបំណងដែលយើងចង់បានផងដែរអរគុណសម្រាប់ការចូលរួមទស្សនា